គ្រូពេទ្យព្យាបាលមើលថែយប់ថ្ងៃមិនដែលខូចតែចង់ឲ្យតែរៀនខ្មែរបានរស់អ្នកជុំងឺធ្ងន់អត់ធន់ប្រឹងប្រែងសងគ្រោះស្រង់ជីវិតពិតឲ្យរស់ព្រោះមានគេឈ្មោះគ្រូសូមស្វាគមន៍មកកាន់មណ្ឌលសុខភាពមិត្តភាពកម្ពុជាកូរ៉េឈើទាលដែលមានទីតាំងស្ថិតនៅភូមិសង្កែឃុំឈើទាលស្រុកស្វាយជ្រុំខេត្តស្វាយរៀងមណ្ឌលសុខភាពមិត្តភាពកម្ពុជាកូរ៉េឈើទាលសាងសង់នៅក្នុងឆ្នាំ2019ក្រោមការជួយឧបត្ថម្ភរបស់អាដាមចៅភិរិទ្ធនិងអង្គការ Rotary Club ប្រទេសកូរ៉េមណ្ឌលសុខភាពមិត្តភាពកម្ពុជាកូរ៉េឈើទាលមានសេវាពិគ្រោះជំងឺក្រៅមនុស្សចាស់និងកុមារសេវាផ្ដល់ថ្នាំបង្ការសេវាពិនិត្យផ្ទៃពោះមុននិងក្រោយសម្រាលសេវាសម្រាលកូនធម្មតាសេវាពន្យាកំណើតសេវាស្រាវជ្រាវនិងព្យាបាលជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមសេវារថយន្តសង្គ្រោះការចាប់ចង្វាក់បេះដូងនិងការពិនិត្យអេកូចាចំពោះការផ្ដល់សេវានៅមណ្ឌលសុខភាពយើងខ្ញុំក្រុមគ្រូពេទ្យមានភាពរុះរាយរាក់ទាក់យកចិត្តទុកដាក់ការផ្ដល់សេវាដោយភាពកក់ក្ដៅចាបម្រើសេវាជូនអតិថិជនដោយពុំមានការរើសអើងឡើយចាចំពោះអ្នកជំងឺដែលមកទទួលសេវានៅមណ្ឌលសុខភាពចន្លោះពី1500នាក់ទៅ2000នាក់នៅក្នុងមួយខែចាវឌ្ឍនភាពនិងការរីកចម្រើនរបស់មណ្ឌលសុខភាពមិត្តភាពកម្ពុជាកូរ៉េឈើទាលមកដល់សប្តាហ៍ថ្ងៃក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្នាក់ដឹកនាំក្រសួងសុខាភិបាលក្រោមការដឹកនាំឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ាក្រោមការដឹកនាំលោកអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងលោកប្រធានមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងលោកប្រធានស្រុកប្រតិបត្តិខេត្តស្វាយរៀងលោកអភិបាលស្រុកស្វាយជ្រុំនិងរដ្ឋបាលឃុំឈើទាលចា៎នេះខ្ញុំសូមគោរពថ្លែងអំណរអគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលតែងតែមកទទួលសេវានៅមណ្ឌលសុខភាពមិត្តភាពកម្ពុជាកូរ៉េឈើទាលចា៎សូមគោរពជូនពរពុកម៉ែបងប្អូនមានសុខភាពល្អទទួលបានជោគជ័យគ្រប់ភារកិច្ចការងារចា៎សូមអរគុណចាខ្ញុំជំរាបសួរអ្នកគ្រូពេទ្យលោកគ្រូពេទ្យខ្ញុំឈ្មោះចាបចន្ទថាហើយខ្ញុំនៅភូមិសកែឃុំឈើទាលស្រុកស្វាយជ្រុំខេត្តស្វាយរៀងហើយនឹងខ្ញុំមកបើកថ្នាំហើយខ្ញុំក៏មានបានសំធរសម្រាប់បើកថ្នាំមិនអស់សេវាទេហើយគ្រូពេទ្យក៏ទទួលរាក់ទាក់រីករាយដែលអ្នកជំងឺមកសុំថ្នាំក៏អរគុណដល់រដ្ឋាភិបាលដែលបានផ្ដល់បានសំធរនឹងបានបើកថ្នាំមិនអស់សេវាមិនអស់លុយហើយដល់សម្ដេចហ៊ុនម៉ាណែតនិងសម្ដេចពុកដែលបានឧបត្ថម្ភនិងបានគ្រប់ប្រជាជនបានអ្នកក្រីក្រទាំងអស់គ្នាខ្ញុំក៏អរគុណដែរខ្ញុំឈ្មោះសំកញ្ញាមកពីភូមិបង្កក់ឃុំជទាលស្វាយជ្រុំខេត្តស្វាយរៀងខ្ញុំបានមកសម្រាប់កូននៅមណ្ឌលសុខភាពកម្ពុជាកូរ៉េឈើទាលចំនួន2លើកក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់អរគុណដល់ក្រុមគ្រូពេទ្យនៅមណ្ឌលកម្ពុជាកូរ៉េឈើទាលទាំងអស់ដែលគាត់យកចិត្តទុកដាក់ជាតិខ្មែរជាបាខែគ្រប់មកគ្នា